យន្តហោះ F16 ថៃទម្លាក់គ្រាប់បែកលើឃ្លាំងអុកញ៉ាវងឌួងបណ្ដាលឲ្យមានមនុស្សរងរបួស2នាក់ករណីកងកម្លាំងយោធាថៃបន្តឈ្លានពានមកលើដែនដីអធិបតេយ្យភាពកម្ពុជានៅព្រឹកថ្ងៃទី18ខែធ្នូនេះដោយបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកគ្រាប់មកលើឃ្លាំងមួយកន្លែងនៅក្រុងប៉ោយប៉ែតដែលជាកម្មសិទ្ធិរបស់លោកអុកញ៉ាវងឌួងបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងមានមនុស្សរងរបួសស្រាល2នាក់នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនារសៀលថ្ងៃប្រហ័ននេះថានាព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2025យន្តហោះ F16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន3គ្រាប់ចូលតំបន់ទីប្រជុំជនសេវារបស់កម្ពុជាភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបណ្ដាលឲ្យខូចខាតអគារមួយខ្នងដំបូលឃ្លៀងអុកញ៉ាវងឌួងផ្នែកខាងត្បូងសម្ភារៈមួយចំនួនទៀតនិងមានអ្នករងរបួសស្រាល2នាក់គិតមកដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025ដែលជាថ្ងៃទី12ហើយដែលភិគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភិគីកម្ពុជានិងភិគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅថ្ងៃទី18ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រភ្នំខ្មោចពីវេលាម៉ោង 9:51 នាទីនិងម៉ោង17 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាកស្បែកខេត្តព្រះវិហារ